អូមែនតើពីព្រោះងារភក់ហ្នឹងគឺយើងថតច្រើនជាងគេអ្នកនរគ្នាបាទគ្រឿងសមុទ្រផ្សេងៗអញ្ចឹងទៅបាទអញ្ចឹងខ្ញុំអត់សូវថតពីរបៀបនៃការរកងារភក់អីវែងឆ្ងាយទេគឺថតលៀងតែម្ដងបាទហ្នឹងហើយអ្នកនរគ្នានេះគឺយើងទៅរកអស់រកអីដើម្បីយកមកបង្កាត់ភ្លើងដើម្បីស្លសម្លរបស់យើងអញ្ចឹងទៅបាទអញ្ចឹងគឺថាមកលប់ទៅឆៃទៅជាក់ស្រួលខ្លាំងមែនតើបាទនៅក្នុងព្រៃនេះនោះបាទដោយសារតែមានដើមឈើច្រើនអញ្ចឹងទៅមកលប់បាទខ្យល់អាកាសបក់ជុំវិញអញ្ចឹងណាហើយក៏មានបងប្អូនមួយចំនួនគាត់តែងតែសួរថាចុះនៅក្នុងព្រៃកោងកាងហ្នឹងមានមូសអត់អញ្ចឹងណាបាទអូយច្រើនណាស់បងប្អូនគ្នាបាទមូសក្នុងព្រៃកោងកាងនេះនោះបើសិនជាបងប្អូនមកដាក់ក្តាមឬក៏មករកងារភក់អីផ្សេងៗគ្រឿងសមុទ្រផ្សេងៗនៅក្នុងព្រៃកោងកាងហ្នឹងបាទអត់បានដាច់កេះអីយកមកបង្កាត់ភ្លើងដើម្បីដេញមូសដេញអីទេគឺដឹងសោះសាច់អ្នកនរគ្នាបាទតែគាត់ថាវាមិនមែនមូសអីគ្រប់តែកន្លែងដែរទេកន្លែងខ្លះមានមូសកន្លែងខ្លះក៏អត់សូវមានដែរអញ្ចឹងណាបាទពេលដែលមានខ្យល់មានថ្ងៃបើកខ្លាំងៗអីទៅមូសក៏អត់សូវដែរតែពិសេសពេលមេឃភ្លៀងពេលមេឃសតុំអីគឺសបោខ្លាំងមែនទែនបាទមូសហ្នឹងហើយអ្នកនរគ្នាឥឡូវនេះយើងមកមើលពីរបៀបនៃការបកបន្លែប៉ឹងយើងវិញម្ដងបាទនេះគឺជាវិធីនៃការធ្វើបន្លែប៉ឹងណាបាទអញ្ចឹងយើងត្រូវសក់វាដល់កន្លែងដែលយើងខ្ចីដើម្បីងាយស្រួលយកក្បាលរបស់វាដើម្បីស្លអញ្ចឹងទៅដើមប៉ឹងហ្នឹងគឺវាមិនខុសពីក្បាលដូងក្បាលត្នោតអីទេបាទគឺយើងត្រូវបកសបកវាហ្នឹងទៅយកកន្លែងណាដែលខ្ចីរួចហើយយើងចិត្តអាក្បាលរបស់វាហ្នឹងដើម្បីយកមកស្លហូបអញ្ចឹងណាបាទអញ្ចឹងរសជាតិរបស់វាអ្នកនរគ្នាបាទខ្ញុំអត់ហ៊ានប្រាប់ថារសជាតិយ៉ាងម៉េចទេក៏ប៉ុន្តែបើសិនជាអ្នកនរគ្នាសាកម្ដងដឹងតែអូតែរត់មាត់តែម្ដងអញ្ចឹងណាបាទហើយនេះគឺជាសកម្មភាពដែលយើងស្ងោរងារភក់ផងដែរបាទយើងស្ងោរអត់ឲ្យឆ្អិនទេអ្នកនរគ្នាយើងស្ងោរឲ្យវាហើបមកតែបន្តិចរួចហើយយើងយកកូនកបិតដើម្បីឆ្កឹះយកសាច់របស់វាអញ្ចឹងណាមកឆ្អិនពេកព្រោះថាខ្លាចអស់ជាតិខ្លាចសោះជាតិអញ្ចឹងទៅអញ្ចឹងបងប្អូនណាដែលទិញងារភក់ពីខ្ញុំទៅហើយយកទៅហូបជា fan របស់ងារភក់អាច comment នៅក្នុងវីដេអូនេះបានបាទដោយសារតែងារភក់ហ្នឹងគឺធ្វើបានច្រើនរបៀបខ្លាំងមែនតើបងប្អូនអើយបាទមួយមុខហ្នឹងគឺអាចយកទៅស្លក៏បានយកទៅឆាក្តៅក៏បានយកទៅធ្វើស៊ុបក៏បានយកទៅឆាម្រះប្រូឆាអីគឺថាបានច្រើនខ្លាំងមែនតើយកទៅស្លទៅអីគឺថាឆ្ងាញ់ណាស់អ្នកនរគ្នាបាទហើយនេះគឺជាសកម្មភាពដែលយើងកំពុងតែចិត្តបន្លែប៉ឹងផងដែរបាទគឺយើងត្រូវចិត្តវារៀងស្ដើងអញ្ចឹងទៅដើម្បីឲ្យបន្លែហ្នឹងគឺវាឆាប់ឆ្អិនឆាប់អីចឹងណាបាទអញ្ចឹងនៅក្នុងព្រៃកោងកាងគឺពិបាកដែរអ្នកនរគ្នាបាទពេលហ្នឹងគឺថាចូលធំខ្លាំងមែនតើដូចខ្ញុំអីកំពុងចិត្តបន្លែប៉ឹងអីគឺថាទឹកហ្នឹងគឺហូរមកដល់ចក្រានយើងតែម្ដងអញ្ចឹងណាបាទដល់អញ្ចឹងយើងក៏បានរើបន្លែប៉ឹងរបស់យើងទាំងសឡទាំងឆ្នាំងបាយយកមកដាំនៅលើគោកវិញអញ្ចឹងណាដើម្បីឲ្យវាកុំឲ្យមានទឹកមកដល់អញ្ចឹងទៅអ្នកនរគ្នាប្រកាសជាឆ្ងល់ថាហេតុអីបានខ្ញុំចិត្តបន្លែប៉ឹងនៅក្នុងព្រៃកោងកាងសុកបែរជាមកចិត្តនៅខាងក្រៅវិញគឺទឹកដេញអ្នកនរគ្នាមកទឹកចូលគឺដោយសារតែយើងអត់បានមើលទឹកអញ្ចឹងណាបាទដល់អញ្ចឹងយើងស្លោអត់ទាន់ទៅទឹកចូលមកដល់បលត់ភ្លើងយើងអស់លីងហើយនេះគឺជាវិធីបកងាវងាយស្រួលបំផុតអញ្ចឹងណាបាទបើសិនជាបងប្អូនណាដែលអត់ចេះបកងាវស្រួលដូចខ្ញុំទេបាទមើលវីដេអូនេះហើយទៅយើងស្ងោរងាវភក់នឹងកុំឲ្យឆ្អិនពេកអ្នកនរគ្នាយើងស្ងោរលក្ខណៈថាឲ្យវាហើបមាត់តែតិចបានហើយកុំឲ្យវាឆ្អិនណាបាទអញ្ចឹងប៉ុណ្នេះគឺនៅឆៅឯងក៏ប៉ុន្តែយើងស្ងោរឲ្យវាហើបមាត់បន្តិចដើម្បីយើងងាយស្រួលយកកំបិតដើម្បីយកមកឆ្កឹះសាច់វាអញ្ចឹងណាបាទអ្នកខ្លះគេស្លងងាវភក់គេយកងាវភក់នឹងយកទៅពុះវាជាពីរពុះទាំងឆៅគឺអត់ងាយគឺពិបាកដែរហ្នឹងពេលយើងពុះហ្នឹងទៅមានដំណែកអីធ្លាក់ចូលក្នុងសាច់វាដល់យើងលាងឲ្យជ្រះអញ្ចឹងទៅជួនកាលលាងអត់អស់ទៀតអញ្ចឹងពេលយើងហូបទៅមានដំណែកអីចូលទៅក្នុងពោះវៀនរបស់យើងវាអាចធ្វើឲ្យប៉ះពាល់សុខភាពយើងក៏អាចថាបានដែរអញ្ចឹងធ្វើតាមវិធីខ្ញុំហ្នឹងទៅគឺថាងាយស្រួលខ្លាំងមែនតើបាទហើយចំណាយពេលអត់យូរហ្មងឯងគឺងាយគឺមួយផ្លែតទេយើងឆ្កឹះសាច់វាអញ្ចឹងឃើញសាច់វាអ្នកនរគ្នាឲ្យបាទឡើងពេញសបកវាតែម្ដងអ្នកខ្លះថាងាវភក់ហ្នឹងអត់មានសាច់ការពិតមិនមែនទេអ្នកនរគ្នាជួនកាលអ្នកនរគ្នាស្ងោរងាវភក់ហ្នឹងឆ្អិនស្វិតឡើងស្វិតពេកបាទអញ្ចឹងសាច់របស់វាគឺវារៀងស្វិតចឹងហើយតែយើងស្ងោរល្មមអីគឺសាច់វាឡើងពេញស្នូកតែម្ដងបាទដូចនេះអីចឹងណាហើយនេះគឺយើងចាប់ដើមដាក់សាច់ងាវភក់របស់យើងចូលក្នុងសឡយើងហើយអ្នកនរគ្នាបាទអញ្ចឹងយើងស្ងោរបន្លែរបស់យើងឲ្យរៀងឆ្អិនបន្តិចបន្ទាប់មកយើងចាំដាក់សាច់ចូលអញ្ចឹងណាបាទអញ្ចឹងវិធីស្លសម្លប៉ឹងហ្នឹងគឺបែបហ្នឹងអញ្ចឹងដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងថាបន្លែប៉ឹងគឺយើងអាចស្លបានច្រើនរបៀបណាស់បាទយើងអាចស្លលែបម្នាក់ធម្មតាដូចជាខ្ញុំបាទបងអំបិលប៊ីចេងស្ករសដាក់ម្ទេសអីហើយអញ្ចឹងហើយយើងអាចស្លមួយប្រភេទទៀតគឺយើងយកទៅកែងយើងយកទៅស្លគ្រឿងអ្នកនរគ្នាបាទយើងបុកគ្រឿងមានស្លឹកគ្រៃមានក្រូចសើចបាទមានខ្ទឹមមានអីអញ្ចឹងទៅរំដេងអញ្ចឹងទៅយើងដាក់បន្ថែមដូចថាគ្រឿងក្រូវវាឲ្យត្រឹមត្រូវឲ្យដូចថាឲ្យគ្រប់គ្រឿងរបស់វាគឺដឹងតែឆ្ងាញ់ហ្មងអ្នកនរគ្នាបាទស្លហុកប៉ឹងហ្នឹងអញ្ចឹងបន្ទាប់ពីសម្លរបស់យើងឆ្អិនហើយក៏ចាប់ដើមភ្លក់មកបន្តិចអញ្ចឹងណាចង់ដឹងរសជាតិវាយ៉ាងម៉េចវិញដែរបាទគឺថាជាតិសាហាវហ្មងអ្នកនរគ្នាគឺថាឆ្ងាញ់គឺឆ្ងាញ់ហើយបាទអញ្ចឹងយើងក៏បានលើកសម្លរបស់យើងជាមួយនឹងបាយដែលយើងដាំបានថ្មីភ្លាមបាទហូបតែម្ដងបាទអញ្ចឹងអ្នកនរគ្នាបាទគឺអូយជាតិសាហាវណាស់បាទអញ្ចឹងនៅក្នុងវីដេអូនេះសូមស្រក់ទឹកមាត់បន្តិចហើយបាទដោយសារតែថ្ងៃនេះយើងដាំបាយនៅក្នុងព្រៃទៀតផងបាទរាល់ដងយើងឆ្លប់ឲ្យដោះបាយមកពីផ្ទះអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះយើងដាំបាយផងយើងស្លសឡផងគឺថា perfect ហ្មងអ្នកនរគ្នានៅក្នុងព្រៃនេះហូបផងស្ដាប់សំឡេងចាផងបាទសំឡេងទឹកសមុទ្រហូបផងអីផងអញ្ចឹងទៅអញ្ចឹងបញ្ជាក់បងប្អូនម្ដងទៀតចំពោះបន្លែប៉ឹងគឺអត់មានលក់ក្នុងទីផ្សារទេអញ្ចឹងណាបើសិនជាបងប្អូនចង់ហូបចង់សាកចង់ភ្លុះរសជាតិអីបងប្អូនអាចប្រាប់ខ្ញុំបានចាំពេលណាខ្ញុំទៅនេះខ្ញុំជួយកាត់ឲ្យអញ្ចឹងទៅបាទដោយសារតែបន្លែប៉ឹងនៅតំបន់នេះ
គឺវារៀងសម្បូរដែរអញ្ចឹងប្រភេទបន្លែប៉ឹងនេះបើសិនជាឲ្យខ្ញុំដាក់ចំណាត់ថ្នាក់វាគឺអាចបានត្រឹមថាចំណាត់ថ្នាក់លេខ2បន្ទាប់ពីបន្លែប្រង់អញ្ចឹងណាអញ្ចឹងនៅក្នុងតំបន់ខ្ញុំគឺបន្លែប្រង់ហ្នឹងគឺសង្កត់ថាឆ្ងាញ់ជាងបន្លែអីផ្សេងៗសង្កត់ថាលេខ1ហ្មងណាបើយើងប្រៀបធៀបជាមួយបន្លែក្នុងផ្សារទាំងបន្លែក្នុងព្រៃអីគឺសម្លប្រង់គឺឆ្ងាញ់សម្រាប់ខ្ញុំអញ្ចឹងទៅបើសិនជាបងប្អូនគាត់អត់សូវចូលចិត្តប្រង់មិនដឹងថានោះជារឿងរបស់គាត់អញ្ចឹងទៅតែសម្រាប់ខ្ញុំគឺបន្លែប្រង់គឺឆ្ងាញ់ជាងគេអញ្ចឹងណាតែក្នុងវីដេអូនេះគឺជាបន្លែប៉ឹងអញ្ចឹងទៅអ្នកនរគ្នាប្រកាសជាដឹងហើយថាបន្លែប៉ឹងឆ្ងាញ់កម្រិតហ្នឹងហើយចុះបន្លែប្រង់ឆ្ងាញ់កម្រិតណាទៀតអញ្ចឹងណាអញ្ចឹងទាំងបន្លែប្រង់ទាំងបន្លែប៉ឹងទាំងគ្រឿងសមុទ្រអីផ្សេងៗបាទបងប្អូនអាចបើសិនជាបងប្អូនចង់ហូបចង់សាក់អីអាចប្រាប់ខ្ញុំបានអញ្ចឹងណាចាំអាចទៅជួយរកឲ្យបានបាទតាមដែលអាចធ្វើទៅបានអញ្ចឹងទៅបាទអ្នកនរគ្នាបន្ទាប់ពីយើងហូបបាយរួចរាល់អស់ហើយយើងក៏បានហូបខូស៊ីយើងបន្តទៀតអញ្ចឹងណាអ្នកនរគ្នាថាចុះមិនខ្ញុំហូបខូស៊ីអីញឹកម្លេះបាទអញ្ចឹងខ្ញុំប្រាប់ថាតាំងយើងហូបតាំងមិញហ្នឹងគឺតាំងឲ្យព្រឹកមិញទេឥឡូវនេះពេលល្ងាចហើយអញ្ចឹងណាអញ្ចឹងយើងអាចហូបបានព្រឹកល្ងាចអញ្ចឹងទៅព្រឹក2គ្រាប់ល្ងាច2គ្រាប់អញ្ចឹងខូស៊ីគឺជាប្រភេទអាហារបំប៉នទោះបីយើងហូបកម្រិតណាក៏វាអត់ប៉ះពាល់ដល់សុខភាពយើងដែរពីព្រោះថាវាគឺជាសុទ្ធតែជារបស់ធម្មជាតិសុទ្ធពីសហរដ្ឋអាមេរិកអញ្ចឹងណាបាទបើសិនជាគូស៊ីមិនល្អបាទមិនមានការគ្រប់គ្រងពីអតិថិជនទេអញ្ចឹងមិនអាចឈរជើងបានរហូតដល់8ឆ្នាំដល់ឥឡូវទេអញ្ចឹងណាបាទអញ្ចឹងចំពោះអ្នកនរគ្នាដែលគាត់មានបញ្ហាសុខភាពបាទជឿស្លាក់ដៃជើងបាទឬដងបាតបាទលាកច្រមុះឬអីបងប្អូនអាចញ៉ាំគូស៊ីបានបាទដើម្បីព្យាបាលដើម្បីបំពន់ដើម្បីការពារអញ្ចឹងណានៅអ្នកនរគ្នាចំពោះវីដេអូយើងមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតណាបងប្អូនបាទអរគុណច្រើនបាយបាយ